សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះគឺខ្ញុំមកព្រានបងប្អូនទាំងអស់គ្នារបៀបលុបកម្មវិធីនៅក្នុង MacBook អញ្ចឹងខ្ញុំជឿជាក់ថាមានបងប្អូនយើងមួយចំនួនដែលគាត់ប្រើ MacBook ថ្មីហើយអត់ទាន់ចេះលុបកម្មវិធីនៅលើ Mac អីបងប្អូននេះអាចទស្សនាវីដេអូខ្ញុំបានហើយនេះគ្រាន់តែជាវីដេអូតិចតួចមួយទេសម្រាប់ខ្ញុំចែកម្លែកដោយសារនេះគឺជាបទពិសោធន៍ផ្ទាល់ដូចខ្ញុំអញ្ចឹងពេលដែលបាន MacBook ថ្មីមកខ្ញុំគឺតម្រាំឲ្យចេះលុបកម្មវិធីហ្នឹងគឺរយៈពេល2ទឹកបានចេះលុបបងប្អូនអញ្ចឹងខ្ញុំយកបទពិសោធន៍ដែលខ្ញុំជួបផ្ទាល់ហ្នឹងទៅចែកម្លែកដល់បងប្អូនអស់គ្នាដែលគាត់ទំប្រើ MacBook ថ្មីអញ្ចឹងណាតោះឥឡូវមកខាត់ពេលយូរយើងចូលទៅលុបទាំងអស់គ្នាមកចឹងការលុបកម្មវិធីគឺវាមានច្រើនរបៀបបងប្អូននេះតែថ្ងៃនេះខ្ញុំយកតារបៀបសួរមួយមកឲ្យបងប្អូនទាំងអស់គ្នាធ្វើការលុបកុំឲ្យញ៉ៃពេកចឹងណាជំហានទី1គឺបងប្អូនចូលមកកាន់ Finder មកចឹងពេលដែលចូលមកកាន់ Finder មកបងប្អូនចុចកន្លែង application ហ្នឹងមកគឺវាចូលមកដល់កម្មវិធី SIM វាទាំងអស់ហើយចឹងយើងចុចព្រិចវាធំមកឧទាហរណ៍ថាខ្ញុំចង់លុបកម្មវិធីមួយណែបងប្អូននេះឧទាហរណ៍ខ្ញុំមកលុបកម្មវិធីនេះមួយចុះបងប្អូនឲ្យចុចមកកន្លែង Moon to Trash ហ្នឹងមកគឺវាទៅហើយប៉ុន្តែនេះជំហានទី1នេះគឺវាលុបធម្មតាទេបន្ទាប់មកទៀតបងប្អូននេះចូលមកកន្លែងធំសម្រាប់នេះចុចកន្លែងខាងក្រោមហ្នឹងមកគឺវាទៅហើយវាទៅទាំងអស់គឺលេងមកវិញហ្នឹងសម្រាប់ជំហានទី1ជំហានទី2យើងចូលមកកន្លែង Go នេះបន្ទាប់មកបងប្អូនឲ្យចុចកន្លែងapplication ហ្នឹងមកគឺវាចូលមកកន្លែងកម្មវិធី SIM ដូចគ្នាអញ្ចឹងអូខេឥឡូវខ្ញុំលុបកម្មវិធីនេះមួយទៀតយើងចុចកន្លែង Moon to Trash ដូចគ្នាមកអូខេគឺវាទៅហើយអញ្ចឹងយើងធ្វើដូចមិញមកគឺវាទៅដូចគ្នាអញ្ចឹងអូខេអញ្ចឹងគឺវាអស់ហើយអូខេអ្នកទាំងអស់នេះអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេនេះគឺជាវីដេអូចំណេះដឹងខ្លីសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់ទំប្រើ Mac ថ្មីអញ្ចឹងណាអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ